អត្ថប្រយោជន៍នៃស្ពៃតឿឬបកចយជាបន្លែស្លឹកបៃតងមួយប្រភេទដែលពេញនិយមនៅគ្រឿងម្ហូបអាស៊ីជាពិសេសម្ហូបចិនបន្លែនេះមានរសជាតិស្រាលផ្អែមបន្តិចហើយមានជីវជាតិជាច្រើនដែលផ្ដល់អត្ថប្រយោជន៍ល្អដល់សុខភាពការទទួលទានស្ពៃតឿទៀងទាត់អាចជួយបង្កើនសុខភាពរាងកាយទាំងមូល 1. សម្បូរទៅដោយសារធាតុចិញ្ចឹមស្ពៃតឿជាប្រភពដ៏ល្អនៃវីតាមីននិងសារធាតុអារ៉ាយជាច្រើនវាផ្ទុកទៅដោយវីតាមីន A ជួយថែរក្សាសុខភាពភ្នែកនិងស្បែកវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាដែលជួយពង្រឹងប្រព័ន្ធភាពស្អាំនិងជួយដល់ការបង្កើតកូឡាជិនវីតាមីន K សំខាន់សម្រាប់ការកកឈាមនិងសុខភាពឆ្អឹងជាតិដែកជួយដល់ការបង្កើតគ្រាប់ឈាមក្រហមនិងទប់ស្កាត់ភាពស្លេកស្លាំងកាល់ស្យូមនិងម៉ាញ៉េស្យូមសំខាន់សម្រាប់សុខភាពឆ្អឹងនិងធ្មេញ 3. ដល់សុខភាពឆ្អឹងដោយបន្លែស្លឹកបៃតងដទៃទៀតដែរស្ពៃតឿផ្ទុកទៅដោយវីតាមីន K និងកាល់ស្យូមដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាសុខភាពឆ្អឹងវីតាមីន K ជួយឲ្យរាងកាយស្រូបយកកាល់ស្យូមបានល្អនិងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង 3. ជួយដល់សុខភាពបេះដូងស្ពៃតឿមានផ្ទុកប៉ូតាស្យូមនិងហ្វូឡេតដែលជួយកាត់បន្ថយសម្ពាធឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងប៉ូតាស្យូមជួយគ្រប់គ្រងតុល្យភាពជាតិទឹកក្នុងរាងកាយនិងរក្សាលំនឹងសម្ពាធឈាម 4. មានសារធាតុប្រឆាំងអុកស៊ីតកម្មស្ពៃតឿផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជាវីតាមីន C និង beta carotene ដែលជួយប្រឆាំងនឹង radical សេរីដែលបង្កឲ្យមានការខូចខាតកោសិកាការទទួលទានសារធាតុទាំងនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនរួមទាំងជំងឺមហារីកផងដែរប៉ាំជួយសម្រកទម្ងន់ស្ពៃតឿមានកាឡូរីទាបនិងសម្បូរទៅដោយជាតិសរសៃការទទួលទានអាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឲ្យអ្នកឆ្អែតបានយូរដែលជួយកាត់បន្ថយការឃ្លានអាហារនិងការទទួលទានអាហារច្រើនហួសប្រមាណដែលជាកត្តាជួយសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព 6. ជួយដល់ប្រព័ន្ធរំលាយអាហារស្ពៃតឿមានផ្ទុកជាតិសរសៃ fiber ដែលជួយជំរុញចលនាពុះវៀនឲ្យមានភាពទៀងទាត់និងការពារការទល់លាមកជាតិសរសៃក៏ដើរតួនាទីជាអាហារសម្រាប់បាក់តេរីល្អៗនៅក្នុងពុះវៀនដែលជួយឲ្យប្រព័ន្ធរំលាយអាហារទាំងមូលមានដំណើរការល្អ 7. ការពារការរលាករ៉ាំរ៉ៃស្ពៃតឿសម្បូរទៅដោយសារធាតុក្វសេធីនដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងការរលាកដ៏មានឥទ្ធិពលការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយគឺជាមូលហេតុចម្បងនៃជំងឺជាច្រើនដូចជាជំងឺបេះដូងនិងជំងឺទឹកនោមផេមការទទួលទានស្ពៃតឿអាចជួយកាត់បន្ថយការរលាកទាំងនេះ 8. ជួយដល់សុខភាពស្បែកវត្តមាននៃវីតាមីន C នៅក្នុងស្ពៃតឿជួយជំរុញការផលិតកូឡាជិនដែលជាប្រូតេអ៊ីនសំខាន់សម្រាប់ថែរក្សាសំណើមនិងការបត់បែនរបស់ស្បែកវីតាមីន A ក៏ជួយដល់ការបង្កើតឡើងវិញនៃកោសិកាស្បែកផងដែរធ្វើឲ្យស្បែកមើលទៅស្រស់ថ្លានិងក្មេងជាងវ័យ 9. សម្បូរដោយជាតិដែកស្ពៃតឿគឺជាប្រភពដ៏ល្អនៃជាតិដែក iron ដែលជាសារធាតុរ៉ែចាំបាច់សម្រាប់បង្កើតគ្រាប់ឈាមក្រហមនិងដឹកជញ្ជូនអុកស៊ីហ្សែនទៅកាន់កោសិកាទាំងអស់ក្នុងរាងកាយការទទួលទានស្ពៃតឿអាចជួយការពារនិងព្យាបាលភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះជាតិដែកបើគិតថាវីដេអូនេះល្អសូមជួយចែករំលែកបន្តផងសូមអរគុណ